ថ្លៃអនដែងមួយក្បាល5គីឡូដែលចាប់ពេនស្រាតែចាំខ្ញុំប្រាប់តាំងពីដំបូងមេឃភ្លៀងមួយផ្លាវពុកម្ដាងនឹងអាមានដើរជីកក្ដាមនៅវិស្រែដើរស្រាប់តែឃើញក្មួយខាន់គុណភាពឧស្ដីក្មួយបានសុស្ដីពុកម្ដាងកំពុងត្វេនឹងក្មួយមុតទឹកលេងមែនអត់ទេពុកម្ដាងខ្ញុំកំពុងចាប់ត្រីដូននៅសល់ត្រីអនដែងធំមួយក្បាលថ្ងៃមុនតាចាប់អត់អស់អាមានពុកម្ដាងមកជួយខ្ញុំផងអូខេក្មួយយើងទៅជួយបានតែប្រយ័ត្នពុកម្ដាងចិត្តត្រីងាប់អូដូនមានត្រីធំនៅទីនោះអូខេតោះដៃទូនដូចចាហ៊ុយចឹងត្រីយើងត្រូវរីវត្រីពុកម្ដាងដូចរីវក្រុមមែននឹងឲ្យពុកម្ដាងរីវទៅនេះឃើញត្រីបាទពុកម្ដាងឃើញដែរតែរត់បាត់អត់អីទេយើងចាប់បានតែត្រីនេះរត់លឿនដូចឆ្កែដេញអត់អីទេស៊ូក្មួយទីទៀតចាប់បានដូចឃើញអីមួយនេះជើងគេសោះកាប់ត្រីវានៅចិត្តដីទេលើរុញវីនៅលើដីខ្ញុំចាប់ហើយតែខ្ញុំភ័យដែរវាធំណាស់មកជួយពុកម្ដាងផងបាទពុកម្ដាងនេះត្រីគុណភាពអូខេក្បាលធំណាស់ចាប់ត្រីរួចហើយតោះទៅផ្ទះធ្វើម្ហូបដើរតាមផ្លូវមកកាប់ទីងដងធ្វើចង្ក្រានអាមានពូកែកាប់ប៉ាំងខ្វិតដូចស្ទីវជាប់ភូមិពិតខាប់តែដាំឈើធម្មជាតិកាប់ហើយត្រូវខាត់ស្លឹកវាទាំងអស់ហើយឆ្នៃវាធ្វើចង្ក្រានដូចគេថាអន្ទង់វែងឆ្នាំងវែងហើយអាមានគុណភាពប្រកាសភ្លើងហាំងត្រីអាមានពូកែដុតណាអារឿងដុតកំតិចទុកចិត្តលើអាមានដុតខ្ទេចគ្មានសល់ហើយក្មួយខាន់គុណភាពខាប់ឫស្សីដោតត្រីត្រីវែងទៅនងដល់ហើយតែធ្វើជាអនវាសិនសំខាន់មានចង្ក្រានគុណភាពពេលវេលត្រីតាមចិត្តត្រីអនដែងមួយក្បាលនេះធំណាស់មួយដូចជា5គីឡូត្រូវចាំត្រីឆ្អិនប្រហែល1ម៉ោងតែឃ្លានសំខាន់មានម្ហូបគុណភាពញ៉ាំមុនមានជ្រូកក្តាមជ្រូកជើងមាន់ជ្រូកជើងទាមកពីផ្ទះអាឈិងចឹងញ៉ាំជ្រូកជើងទាសិនគ្រាន់តែដាក់នៅក្នុងចានពុកម្ដាងនឹងក្មួយគុណភាពស្លទឹកមាត់ហើយទៅនងញាក់សាត់ចឹងញ៉ាំទាំងអស់គ្នាហើយពុកម្ដាងញ៉ាំរបៀបគុណភាពយកសាឡាតហើយដាក់ជើងទាហើយដាក់ខ្ទឹមលៀងនៅលើដឹងតែឆ្ងាញ់ណាស់នឹងស្រួយណាស់ឆ្ងាញ់មែនតើឆ្ងាញ់អត់ក្មួយគុណភាពឆ្ងាញ់ណាស់ពុកម្ដាងឆ្ងាញ់មែនតើសំខាន់ផ្ទះអាឈិងមាន promotion ទិញជ្រូកជើងទា2គេថែមជ្រូកជើងមាន់1និងក្តាមជ្រូក1ញ៉ាំជ្រូកជើងទាហើយត្រីឆ្អិនល្មមទៅនងបដោយសំខាន់មានគ្រឿងគុណភាពញ៉ាំជាមួយបន្លែស្រកកន្ទុយហែនិងជ្រូកត្រពាំងព្រិកចង់ញ៉ាំដែរពុកម្ដាងបាទញ៉ាំទាំងអស់គ្នាបានឆ្ងាញ់ចឹងដាក់ត្រពាំងព្រិកនៅក្នុងចានហើយចាប់ដើមញ៉ាំត្រីអាមានសបាយចង់ងាប់បានមានត្រីញ៉ាំបាទពុកម្ដាងហើយសាញ៉ាំជាមួយត្រពាំងព្រិកឆ្ងាញ់មែនតើរសជាតិដូចបបរមាន់ឆ្លងតាមពុកម្ដាងដល់វេនក្មួយខាន់មើលសត្វត្រីទៅនងដល់ហើយបាទពុកម្ដាងចង់សាញ៉ាំជាមួយត្រពាំងព្រិកដែរឆ្ងាញ់ណាស់ញ៉ាំហើយចង់ញ៉ាំទៀតល្អណាស់ចឹងហើយដល់វិញពុកម្ដាងសាញ៉ាំជាមួយត្រពាំងព្រិកដាក់ច្រើនបានឆ្ងាញ់រសជាតិដូចបបរមាន់មែនកាពិតត្រីធំមែនតើញ៉ាំច្រើនអ្នកបានត្រីអណ្ដែកនេះញ៉ាំជាមួយជ្រូកត្រពាំងព្រិកក៏បានញ៉ាំជាមួយបុកកន្ទុយហែក៏ត្រូវចឹងសាញ៉ាំជាមួយបុកកន្ទុយហែផ្ទះឈិងម្ដងឆ្ងាញ់ណាស់ពុកម្ដាងហើយញ៉ាំជាមួយបន្លែស្រកកាន់តែឆ្ងាញ់ចឹងពុកម្ដាងញ៉ាំដែរឆ្ងាញ់ណាស់នេះមែនញ៉ាំឆ្ងាញ់មែនតើហើយសំខាន់តែអាឈិងក៏មាន promotion ទៀតដែរទិញជ្រូកត្រពាំងព្រិក2គីឡូតែមជូនជ្រូកផ្កាស្ពៃ1គីឡូហើយទិញកន្ទុយហែពីកំពងគេថែមប្រហុកក្រសាំង1និងប្រហុកអបថ្លៃកាព្រីង1និងធ្វើញ៉ាំទាំងអស់ក៏មកគេមកងាយអរគុណច្រើនបាយ love you ពុកម៉ែបងប្អូនចង់ញ៉ាំឆ្ងាញ់ដូចពុកម្ដាងក៏មិនបានតាមពេកបុកកន្ទុយហែអាឈិង